លោកគ្រូតើខាងនៃប៉ាឡេម៉ង់មានអត្ថប្រយោជន៍អីបន្ថែមដែរទេដើម្បីផ្ដល់ជូនឲ្យនិស្សិតលោកគ្រូគេអត្ថប្រយោជន៍បើយើងនិយាយបថាប្រយោជន៍ច្រើនព្រោះយើងមើលឥឡូវនេះគឺខាងកូរ៉េក៏នៅគាត់នៅមានជួយគ្រប់គ្រងយើងរហូតបានថាអត្ថប្រយោជន៍គឺបើគាត់បើនិយាយពីឆ្នាំទី1វិញនៅពេលដែលគាត់ដាក់ចង់ចូល department ហើយគាត់ប្រឡងចូលភូមិន្ទយើងណាដាក់ពាក្យប្រឡងចូលហើយបើប្រឡងជាប់ពីលេខរៀងទី10ពីលេខ1ដល់លេខ10គឺបានហៅប្រកប 100% ពីខាងកូរ៉េចា៎បាទអាហ្នឹងគឺយើងជួយគាត់ឲ្យពីលេខ11ឡើងយើង target ថាបើយើងយកតែ30នាក់30 40នាក់ទេអញ្ចឹងបើលេខ11ឡើងគឺគាត់បានទទួល50%គាត់បង់ខ្លួនឯង50%ខាងកូរ៉េបង់ឲ្យ50%បាទរហូតនេះគឺជាការជួយ support ហើយមួយទៀតដែរគឺមន្ទីរពិសោធន៍ឧបករណ៍ស្អីប្រហែលហ្នឹងគឺយើងអត់នេះទេយើងបើកឲ្យគាត់ប្រើប៉ុន្តែយើងបង្រៀនគាត់មុននឹងឲ្យគាត់ប្រើយើងមានម៉ោង instrument ម៉ោងទីពិសោធន៍អញ្ចឹងហើយយើងបង្រៀនគាត់ដល់បង្រៀនគាត់ចេះហើយគឺគាត់អាចប្រើមួយសេរីនេះថាគាត់ប្រើមួយសេរីចាលោកគ្រូ